ថ្ងៃដែលចុងឆ្នាំเราตัดไม้เราไปจงឆ្នាំ គឺហៅថាសុំបាញ់ឆ្នាំចាស់ដល់ឱកាសនេះហើយមានវត្តស្រីសាគអបរបស់យើងគំនិតអ្វីដើម្បីនឹងកំដៅនៅបរិយាកាសទេគឺដើម្បីអបអរមែនពេលវាយ៉ាងក៏ដូចជាឆ្នាំចាក់ផ្លាស់ឆ្នាំថ្មីឆ្នាំចាក់ផុតទៅឆ្នាំថ្មីចាស់ចូលមកដល់គឺថ្ងៃស្អែកគឺជាថ្ងៃចូលឆ្នាំថ្មីជាតំណែងទម្លាប់ប្រពៃណីរបស់ជនរួមជាតិខ្មែររបស់ផងយើងវត្តស្រីសាគរបស់ផងយើងមានក្រុមជាយ៉ាំចឹងហើយសូមអញ្ជើញញាតិមិត្តពុទ្ធបរិស័ទតាំងចិត្តទោសដើម្បីមកកំសាន្តគឺអំណរថ្ងៃពងឆ្នាំខ្មែរគឺឆ្នាំម្សៅតែសាក់បរិស័ទយាយsaoជួយ569ថ្ងៃស្អែកហ្នឹងគឺឆ្នាំ2570ចឹងកបោពុទ្ធវេយិយានពុទ្ធសំយិត្តពុទ្ធបរិស័ទដើម្បីស្ងាត់ងាត់អារម្មណ៍ទស្សនៈនៅវត្តប្រពៃណីរបស់ផងយើងដែលત્યાંរួមយេតាពុទ្ធបរិស័ទគឺពិសេសគឺយេតាពុទ្ធបរិស័ទគឺវត្តធម៌របស់យើងមិនមែនអ្វីក្រៅពីพยายามยัดនឹងពីនោះដោយសូមញាតិញោមពុទ្ធបរិស័ទទស្សនាបទមួយហៅថាឆយាមដោយសូមអញ្ជើញពុទ្ធទាំងអស់គឺឆយាមទៅមុនចូលទៅអូនណាចូលក្រោមណាចូលណាសូមអបអរសាទរគ្រប់ឆយាមវត្តពីមុខនេះហើយបាទក៏ជាងារប្រចាំចេញតើទៀតសូមគ្រប់យ៉ាងអញ្ជើញខាងចាក់